អ្វីដែលខ្ញុំកណាខ្ញុំសូមចង់ជម្រាបសូមឈប់និយាយពាក្យអត់បើកព្រំដែនអត់មានអាណាទៅហៅវាសូម5ហើយរឿងកាត់ប្រាច់រឿងរាល់ការប្រជុំមិនថាប្រជុំអន្តរជាតិខ្នាតណាទេអនុតំបន់មេគង្គឬអិចមេឃឬGMSណែគណៈកម្មការមេគង្គ CLMV អាស៊ានអាស៊ីវ៉ូពីឬក៏ទូទៅវងតែងនិយាយពីការតបជាប់ប៉ុន្តែឥឡូវការតបជាប់វាបាត់បង់ហើយការដែលថៃបិទព្រំដែនកម្ពុជាជាមួយកម្ពុជាវាមិនមែនគ្រាន់តែជាការកាត់ផ្ដាច់ការតបជាប់រវាងកម្ពុជាថៃទេតែវាជាការកាត់ផ្ដាច់ការតបជាប់ក្នុងក្របខ័ណ្ឌអាស៊ានអាស៊ីបូព៌ានិងអាស៊ីផ្លូវដែកសិង្ហបុរីគុនមីតើឆ្លងកាត់ណាឆ្លងកាត់សិង្ហបុរីម៉ាឡេថៃកម្ពុជាវៀតណាមបានតិចទៀតហើយវាអាស៊ានគឺវាទៅឆ្លងកាត់ពីវៀតណាមមកកម្ពុជាទៅថៃហើយវាអាស៊ីដែលតបជាប់រហូតដល់ទួរគីនៅម្ដុំអ៊ីស្តាំប៊ូលក៏វាទៅឆ្លងកាត់ប្រទេសទាំងនោះដែរចឹងទេនេះមិនមែនជាសកម្មភាពរបស់កម្ពុជាទេមិនមែនជាសកម្មភាពរបស់កម្ពុជាហើយខ្ញុំសង្ឃឹមថាការវិលត្រឡប់ដើម្បីរកសន្តិភាពវាជាដំណើរឆ្ពោះទៅរកនៃសកម្មភាពដែលប៉ុន្មានខែកន្លងទៅនេះយើងស្ថិតក្នុងស្ថានភាពចាញ់កម្ពុជាក៏ចាញ់ថៃក៏ចាញ់ព្រោះប្រជាជនត្រូវជួបការលំបាករត់លូនបន្ថែមទៅដោយបាត់បង់ការធ្វើពាណិជ្ជកម្ម